So today facilitator នៅក្នុងវីដេអូនេះខ្ញុំសូមកែទៅនឹង reading homework នៅមេរៀនទី2ចឹងនៅក្នុង homework គឺយើងចែកចេញជា2មាន A ហើយនិង B ចឹង A read the text and complete the family tree ចឹងសូមគឺអានអត្ថបទមួយនេះហើយបំពេញនៅមេធាង family ខាងក្រោមចឹងខ្ញុំសូមអានអត្ថបទនិងបកប្រែអត្ថបទនេះជូន facilitator ជាមុនសិន This family is very big. Abraham is the father of Homer and Mona is the mother of Homer. ចឹងមានន័យថាគ្រួសារមួយនេះគឺធំណាស់គឺ Abraham គឺជាឪពុករបស់ Homer ហើយ Mona គឺជាម្ដាយរបស់ Homer. Herb is the brother of Homer. Herb គឺជាបងប្រុសរបស់Homer. Marge is the wife of Homer ចឹងគេថា Marge គឺជាប្រពន្ធរបស់ Homer. Her father is Clancy and her mother is Jackie ម្ដាយរបស់នាងគឺ Clancy ហើយសំទោឪពុករបស់នាងគឺ Clancy ហើយម្ដាយរបស់នាងគឺ Jackie របស់នាងនេះគឺរបស់ Marge ចឹងមានន័យថាឪពុករបស់ Marge មានឈ្មោះថា Clancy ហើយនិងម្ដាយរបស់ Marge មានឈ្មោះថា Jackie. Marge has two sisters, Patty and Selma. ហើយគេថា Marge គឺគាត់មានបងប្អូនស្រី2នាក់ឈ្មោះថា Patty ហើយនិង Selma. Selma has a daughter called Ling. Selma គឺគាត់មានកូនស្រីម្នាក់ឈ្មោះថា Ling. Homer and Marge have 3 children. Homer ហើយនិង Marge គឺមានកូន3នាក់ The son is Bart and the two daughters are Lisa and Maggie គេថាកូនប្រុសហ្នឹងឈ្មោះថា Bart ហើយនិងកូនស្រី2នាក់មានឈ្មោះថា Lisa ហើយនិង Maggie អូខេឥឡូវបន្ទាប់ពីយើងអានអត្ថបទនឹងហើយគេឲ្យយើងបំពេញមេធាងគ្រួសារខាងក្រោមចឹងតាមពិតចន្លោះនេះគឺអត់មានចម្លើយទេតែខ្ញុំសូមផ្ដល់ជាចម្លើយជូនទៅដល់ facilitator តែម្ដងចឹងក្នុង family tree នេះយើងមើលទៅថានេះគឺ Abraham ចឹងគេថា Abraham គឺជាឪពុករបស់ Homer ហើយ Mona គឺជាម្ដាយរបស់ Homer ចឹងអ្នកដែលនៅជិត Abraham នេះប្រកាសជាប្រពន្ធ Abraham ហើយចឹងគាត់មានឈ្មោះថា Mona បន្ទាប់មកកន្លែងនេះគឺ Herb ហើយនិង Homer អញ្ចឹងគេថា Herb គឺជាបងប្រុសរបស់ Homer ប៉ុន្តែ Homer មានប្រពន្ធមួយគាត់ឈ្មោះថា Marge អញ្ចឹងពីរនាក់នេះគាត់ដាក់មេធាងគាត់ជាប់គ្នាអញ្ចឹងគាត់ប្រកាសជាប្តីប្រពន្ធហើយអញ្ចឹងបុរសម្នាក់នេះគឺឈ្មោះ Homer ហើយបុរសម្នាក់នេះគឺជាបងប្អូនរបស់ Homer គាត់ឈ្មោះថា Herb ហើយម្នាក់ស្រីនេះត្រូវជាប្រពន្ធរបស់ Homer ឈ្មោះថា Marge ហើយគេថា Marge ហ្នឹងគឺម្ដាយរបស់គាត់ឈ្មោះថា Jackie អញ្ចឹងឪពុករបស់គាត់ឈ្មោះថា Clancy ហើយគាត់មានបងប្អូនស្រី2នាក់គឺម្នាក់ឈ្មោះ Patty ម្នាក់ឈ្មោះ Selma អញ្ចឹងកន្លែងនេះ Selma ហើយអញ្ចឹងម្នាក់ស្រីនេះប្រកាសជាឈ្មោះថា Patty ម្ដងទៀតចុះមកទៀតគេថា Selma គឺមានកូនស្រីមួយឈ្មោះថា Ling អញ្ចឹងកូនស្រីម្នាក់នេះគឺ Ling ហើយ Homer ហើយនិង Marge មានកូន3នាក់គឺកូនប្រុសម្នាក់ឈ្មោះថា Bart Lisa ហើយនិង Maggie អញ្ចឹងយើងធ្វើម៉េចមិនដឹងថាកូនស្រីនេះឈ្មោះ Lisa កូនស្រីនេះឈ្មោះ Maggie គឺធម្មតានៅពេលដាក់គឺគេដាក់តាមបងឈ្មោះដេញពីបងទៅប្អូនអញ្ចឹង Bart Lisa ហើយនិង Maggieអូខេចូលមកដល់ B គឺ read the text again is it true or false អញ្ចឹងមានន័យថាអានអត្ថបទនឹងម្ដងទៀតហើយសួរថាតើប្រយោគនីមួយៗខាងក្រោមហ្នឹងគឺវាត្រូវឬក៏ខុស true មានន័យថាត្រូវបើសិនជាត្រូវយើងសរសេរអក្សរ T នៅបន្ទាប់ពីប្រយោគហើយប្រសិនបើវាខុសគឺយើងសរសេរអក្សរ F នៅចុងប្រយោគអូខេអញ្ចឹងគេថា the Simon family is very small the answer is true or false the answer is for because this family is very big សំទោសអញ្ចឹងកន្លែងនេះគឺ for មិនមែន true ទេអញ្ចឹងមានន័យថាគ្រួសារហ្នឹងមិនមែនតូចតែគ្រួសារហ្នឹងធំទី2 Marge has one brother and one sister the answer is for Marge has two sister not បងប្រុសមួយហើយនិងប្អូនស្រីមួយតែគាត់មានបងប្អូនស្រី2នាក់គឺ Patty ហើយនិង Selma អញ្ចឹង the answer is forទី3គេថា Ling is the daughter of Selma the answer is true យើងអាចរកបាននៅក្នុងអត្ថបទមួយនេះកន្លែងនេះគឺថា Selma has a daughter called Ling អញ្ចឹង Ling is the daughter of Selma ទី4 Homer and Marge have 3 children the answer is true you see that his
three children are belong to Homer and Marge គឺកូន3នាក់នេះគឺជាកូនរបស់ Homer ហើយនិង Marge ចឹងចម្លើយគឺត្រឹមត្រូវ true ទី5 Homer ហើយនិង Marge គឺមានកូនប្រុស2នាក់ហើយនិងកូនស្រីម្នាក់ The answer is 4 តាមពិតគាត់គឺមានកូនប្រុសម្នាក់ហើយនិងកូនស្រី2នាក់អូខេអញ្ចឹងទាំងអស់នេះគឺជាចម្លើយរបស់ homework reading នៅក្នុងមេរៀនទី2ហើយខ្ញុំសូមបញ្ចប់វីដេអូត្រឹមនេះ